ក្តៅមកដល់ផ្ទះយើងខកម៉ោងដែរដឹងមានអីធ្វើម្ហូបក៏នឹកឃើញថានៅក្បែរផ្ទះហ្នឹងមាននងបេះមួយមកស្លឹកបាសខ្លះហើយនឹងស្អំអញ្ចឹងក៏សន្លប់មួយចានសម្រាប់ញ៉ាំទៅនេះស្រួលទេពងទាមានតែ2គ្រាប់នៅក្នុងទូហ្នឹងអាចរួចទៅពេលដែរអញ្ចឹងខ្ញុំធ្វើបែបងាយលឿនហើយនឹងអាចឆាប់បានញ៉ាំតែរសជាតិក៏មិនអន់ដែរយើងអាចទទួលយកបានណាពុកម៉ែបងប្អូនសម្រាប់អាហារមុខនេះចឹងខ្ញុំលាយគ្រឿងនៅក្នុងចានមួយស្រេចឲ្យហើយបងមិនចាំបាច់ដាក់ច្រើនចឹងខ្ញុំគ្រាន់តែមានអំបិលស្ករទឹកត្រីហើយនិងម្សៅស៊ុបខ្នុរហើយនិងខ្ទឹមសចឹងគ្រាន់តែទឹកពុះខ្ញុំដាក់ជាមួយនឹងនំបេះបានតែមួយផ្លែនឹងឯងផ្លែដំបូងទៀតចឹងអត់សូវច្រើនទេស្លឆ្នាំងទូមកមួយចានចាហើយគ្រាន់តែទឹកពុះឲ្យខ្ញុំដាក់នេះហើយនំឲ្យខ្ញុំដាក់ជាមួយនឹងគ្រឿងដែលខ្ញុំបាត់កូរចូលគ្នាហ្នឹងចាហើយនឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ផ្លែខៀវចូលគ្នានឹងដែលមានទឹកម៉ាស់ហើយនឹងស្អំដាក់កូរចូលគ្នាទៅហើយនឹងចាក់ពងទា2គ្រាប់តែខ្ញុំដាក់កូរចូលគ្នាហើយចូលសម្លហ្នឹងទៅចឹងសម្រាប់សម្លមួយមុខនេះគឺលឿនខ្លាំងមែនតើដោយសារអីយើងធ្វើលះញ៉ាំល្អពេលគាត់ទៅថាធ្វើហើយភ្លាមឆ្អិនហើយគឺបានញ៉ាំតែម្ដងចាសម្រាប់អាហារនេះលឿនខ្លាំងហើយអរគុណច្រើន